បាននេះជាមេរៀនខ្លីមួយដែលនិយាយអំពីក្រុមថ្នាំក្រពះក្រុមថ្នាំ PPI បាទចំណុចទី1គឺយើងនិយាយអំពីនិយមន័យក្រុមថ្នាំ PPI គឺជាក្រុមថ្នាំដែលប្រើសម្រាប់កាត់បន្ថយការផលិតអាស៊ីតក្នុងក្រពះដោយបិទអង់ស៊ីមមួយឈ្មោះថា ប្រូតុងប៉ុមឬក៏ហៅម្យ៉ាងទៀតនៅក្នុងប្រូតុងប៉ុមនោះវាមានសារធាតុសកម្មពីរគឺអ៊ីយ៉ុងអ៊ីដ្រូសែននិងអ៊ីយ៉ុងប៉ូតាស្យូមអាតេប៉ាសចឹងអ៊ីយ៉ុងទាំងពីរហ្នឹងគេឲ្យឈ្មោះថាប្រូតុងប៉ុមហើយវាមាននៅក្នុងកោសិកានៃក្រពះវាជាថ្នាំដែលមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការកាត់បន្ថយអាស៊ីតក្រពះហើយចំណុចទី2និយាយអំពីយន្តការនៃការធ្វើការរបស់ក្រុមថ្នាំក្រពះ PPI ដែលចូលទៅក្នុងកោសិកាប៉ារីតាល់សេលនៃក្រពះហ្នឹងគឺវាបំលែងទៅជាទម្រង់សកម្មមួយដែលនៅក្នុងបរិស្ថានអាស៊ីតដោយបិទដោយក្រុមថ្នាំ PPI ក្រុមថ្នាំក្រពះហ្នឹងទៅបិទអង់ស៊ីមប្រូតុងប៉ុមហើយនៅក្នុងអង់ស៊ីមប្រូតុងប៉ុមហ្នឹងគឺវាមានសារធាតុពីរទី1គឺអ៊ីយ៉ុងអ៊ីដ្រូសែននិងអ៊ីយ៉ុងប៉ូតាស្យូមអាតេប៉ាសហ្នឹងអញ្ចឹងកាលណាវាបិទអង់ស៊ីមទាំងហ្នឹងបានន័យថាវាបានកាត់បន្ថយនៃការបញ្ចេញអ៊ីយ៉ុងអ៊ីដ្រូសែនកាលណាកាត់បន្ថយការបញ្ចេញអ៊ីយ៉ុងអ៊ីដ្រូសែនពេលនោះវានឹងកាត់បន្ថយនៃការផលិតអាស៊ីតក្រពះនឹងឯងហើយគោលបំណងនៃ PPI ហ្នឹងក្រុមថ្នាំ PPI ហ្នឹងគឺវាទៅជួយកាត់បន្ថយនៃការផលិតអាស៊ីតនៅក្នុងក្រពះហើយជួយឲ្យដំបៅឆាប់ជាសះស្បើយនិងជួយកាត់បន្ថយរោគសញ្ញានៃការច្រាលអាស៊ីតក្រពះហើយទី3គឺនិយាយអំពីឈ្មោះថ្នាំដែលមាននៅក្នុងក្រុមថ្នាំ PPI ក្រុមថ្នាំក្រពះហ្នឹងវាមាន5ឈ្មោះទី1គឺអូមេប្រាសូលហើយទី2គឺអឺសូមេប្រាសូលទី3ប៉ង់តូប្រាសូលទី4ឡង់โซប្រាសូលនិងទី5ចុងក្រោយគេគឺរ៉ាពេប្រាសូលហើយចំណុចទី4គឺនិយាយអំពីការប្រើប្រាស់ការណែនាំអំពីក្រុមថ្នាំ PPI ហ្នឹងប្រើទៅលើជំងឺអីខ្លះចឹងចំណុចទី1គឺគេណែនាំឲ្យប្រើទៅលើជំងឺការច្រាលអាស៊ីតក្រពះគេហៅថា GERD ហ្នឹងហើយចំណុចទី2គឺគេប្រើដើម្បីព្យាបាលទៅលើដំបៅនៃប្រដាប់រំលាយអាហារមានដូចជាដំបៅក្រពះនិងដំបៅពោះវៀនតូចដើមពោះវៀនតូចហើយទី3គឺប្រើក្រុមថ្នាំ PPI ដើម្បីព្យាបាលមេរោគក្នុងក្រពះគេហៅថា H pylori ដោយបូកផ្សំជាមួយនឹងអង់ទីប៊ីយ៉ូទិក2ផ្សេងទៀតហើយព្យាបាលទៅចំណុចទី4ផងដែរគឺព្យាបាលទៅលើគេហៅថាបណ្ដុំរោគសញ្ញានៃការរលាកឬក៏ដំបៅនៃប្រព័ន្ធរំលាយអាហារដោយសារការកើនឡើងនៃអាស៊ីតក្រពះខ្លាំងក្លាពេកនឹងចំណុចទី4ចំណុចទី5គឺប្រើប្រាស់ក្រុមថ្នាំនេះដើម្បីបង្ការនៃការរលាកឬក៏ដំបៅនៅពេលណាដែលប្រើក្រុមថ្នាំបំបត្តិការជាឆាប់ប្រភេទ NZ ក្រុមថ្នាំឈ្មោះពេញគេហៅថា anti inflammatory non steroid
ហើយចំណុចទី5គឺនិយាយអំពីរបៀបប្រើប្រាស់ក្រុមថ្នាំ PPI ក្រុមថ្នាំកាវះហ្នឹងគឺគេណែនាំឲ្យប្រើក្រុមថ្នាំនេះគឺប្រើមុនបាយ30នាទីឬក៏60នាទីមុនអាហារពេលព្រឹកឬក៏ពេលល្ងាចអាស្រ័យលើគ្រូពេទ្យមួយដែលលោកណែនាំឲ្យប្រើនិងអាស្រ័យទៅលើកម្រិតថ្នាំមួយផងដែរហើយចំពោះប្រសិទ្ធភាពល្អបំផុតដែលគេប្រើនៅពេលវេលាដែលត្រឹមត្រូវគឺនៅពេលព្រឹកមុនអាហារឬក៏ពេលល្ងាចមុនអាហារ30ទៅ60នាទីមុនអាហារហ្នឹងមុនបាយហ្នឹងហើយចំណុចទី6ចំណុចចុងក្រោយគឺនិយាយអំពីផលរំខានផលប៉ះពាល់នៃថ្នាំ PPI ហ្នឹងដែលយើងប្រើទៅប្រើព្យាបាលទៅលើបញ្ហាអាស៊ីតកាពះឬក៏ដំបៅកាពះហ្នឹងក្រៅពីព្យាបាលទៅលើបញ្ហាខាងលើក៏វាមានផលប៉ះពាល់ឬក៏ផលរំខានផងដែរថ្នាំហ្នឹងបើសិនជាយើងប្រើរយៈពេលខ្លីគឺវាធ្វើឲ្យមានផលប៉ះពាល់តិចតួចឧទាហរណ៍ថាឈឺក្បាលក្អួតចង្អោរឬក៏រមូលពោះអីជាដើមអញ្ចឹងហ្នឹងគឺយើងប្រើរយៈពេលខ្លីណាមួយតែបើសិនជាយើងយកថ្នាំទៅប្រើក្នុងរយៈពេលវែងណាមួយក៏វាមានផលប៉ះពាល់ដែរគឺវាធ្វើឲ្យបាត់បង់ឬក៏ខ្វះនៅវីតាមីន B12 និងថយចុះម៉ាញ៉េស្យូមនៅក្នុងឈាមយើងដឹងហើយបើសិនជាយើងខ្វះវីតាមីន B12 នឹងធ្វើឲ្យស្លេកស្លាំងខ្វះឈាមក្រហមអីជាដើមអញ្ចឹងនេះជាផលរំខានឬក៏ផលប៉ះពាល់នៃក្រុមថ្នាំក្រពះ PPI